រាត្រីនិទានរឿងជាដករឿងព្រះនាងវេសមតា ទីពឹងទាំងពួងក្នុងលោកមិនស្មើទីពឹងព្រះរតនត្រ័យឡើយ កាលកន្លងទៅហើយមានព្រះរាជាមួយព្រះអង្គព្រះនាមកោសំពីរាជព្រះអគ្គមហេសីព្រះនាមវេសមតាសោយរាជសម្បត្តិក្នុងក្រុងកោសំពីថ្ងៃមួយព្រះនាងវេសមតាបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធក៏កើតសេចក្តីជ្រះថ្លាថ្វាយខ្លួនជាឧបាសិកាយកព្រះរតនត្រ័យជាទីពឹងត្រៀតលឹកស្មើដោយជីវិតតែងទំនុកបំរុងភិក្ខុសង្ឃដោយបច្ច័យ4ពុំដែលដាច់ចំណេរការខាងក្រោយមកមានស្ដេចបច្ចន្ទរាជមួយព្រះអង្គប្រាថ្នាចង់បានរាជសម្បត្តិលើកទ័ពមកបំរុងឡោមព័ទ្ធព្រះបាទកោសំពីរាជព្រះបាទកោសំពីរាជទ្រង់ជ្រាបហើយក៏លើកទ័ពទៅច្បាំងយកព្រះអគ្គមហេសីទៅជាមួយផងរៀបចំព្រះពន្លាស្នាក់ទ័ពនៅឆ្ងាយពីសមរភូមិទុកព្រះអគ្គមហេសីឲ្យនៅក្នុងទីនោះហើយទ្រង់មានព្រះរាជអង្គការប្រាប់ព្រះនាងជាអគ្គមហេសីថាបើឃើញលើកទង់ក្រហមឲ្យនាងរត់ទៅពួនក្នុងទីណាឲ្យបានសុខចោះគឺបងចាញ់ពួកបច្ចាបាត់ហើយទ្រង់មានព្រះរាជអង្គការដូច្នេះហើយស្ដេចយាងទៅកាន់ទីសមរភូមិច្បាំងជាមួយស្ដេចបច្ចន្ទរាជក៏បរាជ័យបច្ចន្ទរាជតែប្រាប់ឲ្យសេនាលើកទង់ក្រហមស្ដេចបច្ចន្ទរាជក៏ចាប់ព្រះអង្គធ្វើគុតទៅឯនាងវេសមតាជាព្រះអគ្គមហេសីត្រូវពួកទេហ៊ានខាងស្ដេចបច្ចន្ទរាជចាប់បាននាំយកទៅថ្វាយស្ដេចបច្ចន្ទរាជតតឃើញរុកឆោមល្អស្រស់ក៏និយាយលួងលោមនាងដើម្បីធ្វើជាអគ្គមហេសីព្រះនាងមិនព្រមទ្រង់មានព្រះសវណ្ណីថាខ្ញុំជាស្ត្រីមានយុះធំដោយសារព្រះស្វាមីខ្ញុំព្រះរាជទានឲ្យឥឡូវព្រះអង្គសម្លាប់ស្វាមីខ្ញុំហើយឲ្យខ្ញុំរីករាយជាមួយព្រះអង្គដូចម្ដេចកើតខ្ញុំមានតែសេចក្តីក្រោធចំពោះព្រះអង្គតែម្យ៉ាងព្រះបាទបច្ចន្ទរាជទ្រង់ព្រះសណ្ដាប់ហើយក្រោធពីរោធជាខ្លាំងបង្គាប់ឲ្យអាមាត្យដុតភ្លើងឆេះសន្ធោសន្ធៅហើយបង្គាប់ឲ្យនាងចូលទៅក្នុងភ្លើងព្រះនាងមិនព្រមចូលទ្រង់មានព្រះសវណ្ណីតបថាព្រះអង្គមានព្រះទ័យអាក្រក់បំផុតជាងជនក្នុងលោកទាំងពួងសម្រាប់ស្វាមីគេហើយដុតសម្លាប់មហាសីគេទៀតខ្ញុំគ្មានសត្រូវនឹងព្រះអង្គទេមិនគួរណាធ្វើទោសបានឡើយព្រះបាទបច្ចន្ទរាជឲ្យអាមាត្យចងបោះចូលទៅក្នុងភ្លើងក្នុងនោះដែរគេចាប់ចងព្រះនាងវេសមតាទ្រង់រំពឹងថាអាត្មាអញគ្មានអ្វីជាទីពឹងទេ